បងហើយសុំសួរតិចបងចេះនិយាយថា storage memory ម៉ាស៊ីនរបស់កុំព្យូទ័ររបស់ខ្ញុំវា 512G ហើយនៅក្នុង memory ម៉ាស៊ីនហ្នឹងវាអត់មាន folder អីទេរូបនេះមានតែមួយហ្នឹងទេនេះប្រហែលជា100 slug ជាងហ៎បងនៅក្នុង folder ហ្នឹងអានេះអត់មានរូបទេវីដេអូក៏លុបអស់ដែរវាអត់មានទេកន្លែងទិញផ្សេងកន្លែង download មានរូបភាពប្រហែល4-10 slug ចឹងឯងបងវាអត់មានអីផ្សេងក្រៅពីហ្នឹងទៀតទេក៏ប៉ុន្តែលេខ storage របស់វាឡើង full មួយថ្ងៃមើលនេះហើយ folder រូបតែ100 slug ជាងទេប៉ុន្តែនៅក្នុងនេះវាស៊ី storage ធំហ្មងបងនេះអាគេអីគេនេះបងនេះវាស៊ី storage ឡើង 396G អាហ្នឹងអីគេវិញបងតើមានវិធីណាដែលយើងចង់ឲ្យ storage របស់យើងឡើងវិញណាបងនេះដឹងវាស៊ីទៅលើអីគេនេះបានច្រើនមាន 396G ហើយនៅក្នុង folder desktop វាអត់មានអីទេអត់មានរូបប្រមាណទេតែ100 slug ជាងទេនេះតែ100 slug ជាងហ្នឹងហើយវានេះតាម89ថា100ចាហើយវាឡើងស៊ី space memory អស់លេងចឹងបងអូចឹងគាត់សួរខ្ញុំតាក់ទងជាមួយនឹង storage របស់ Mac ចេះតែឡើង adder ណាហើយ system adder វាចេះតែឡើងទោះគាត់អត់មានឯកសារអីក៏ដោយគាត់វាចេះតែឡើងអញ្ចឹងណាអញ្ចឹងគាត់លុបចេញឲ្យអស់ហើយគឺនៅតែអត់ស្រក់ទៀតអញ្ចឹងរបៀបឆែកស្រួលទេអ្នកទាំងអស់គ្នាត្រូវមានកម្មវិធីនេះកម្មវិធីហ្នឹងនៅក្នុង website វា download free ទេអញ្ចឹងអ្នកទាំងអស់គ្នាអាច download បានអញ្ចឹងណាអូខេដូចកម្មវិធីនេះនេះ disk នេះកម្មវិធីហ្នឹងខ្ញុំបានដាក់ហើយអញ្ចឹងអ្នកទាំងអស់គ្នាអាច download free យកមកដើម្បីយកមកដាក់អញ្ចឹងណាអញ្ចឹងដូចវីដេអូមុនខ្ញុំធ្លាប់ធ្វើតាក់ទងជាមួយនឹងដែរតែគ្រាន់ថាខ្ញុំធ្វើអត់សូវខ្វះក្បាយម្ដងនេះខ្ញុំខ្ញុំប្រាប់ទៅច្រើនហ្មងអូខេនេះដូចនេះអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ install ហើយបើកកម្មវិធីហ្នឹងមកនេះបើកមកវាចេញបែបនេះពេលចេញបែបហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែ select លើ hard disk របស់ Mac របស់យើងបានហើយឈ្មោះ hard disk របស់យើងនេះអ្នកខ្លះគេដាក់ Macintosh HD អញ្ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាដាក់អញ្ចឹងមកហើយចុច swipe មកចឹងពេលម្ដងកន្លែងហ្នឹងអ្នកទាំងអស់គ្នាឲ្យវា scan សិនវា scan hard disk របស់យើងហើយ scan SD របស់យើងក្នុង Mac ថាវាស៊ីទៅលើអីខ្លះទៅលើអីខ្លះចឹងទៅវាកំពុងតែ scan ហើយចេញ G ទៅនេះឡើងរហូតទេអូខេចឹងចាំឲ្យវា scan ចប់ទៅឧទាហរណ៍ថា SD ក្នុង Mac របស់យើង Mac យើង SD ប៉ុន្មាន G គេហៅ storage របស់វាប៉ុន្មាន G របស់ខ្ញុំ256ចឹងឲ្យវា scan គ្រប់ 200G ចឹងទៅរបស់អ្នកទាំងអស់គ្នា512ឲ្យវា scan គ្រប់512ចឹងទៅពេលវា load allow load OK អីអ្នកទាំងអស់គ្នាចុច allow ចុច OK តាមវាទៅវាដើម្បីវា check នៅក្នុងម៉ាស៊ីនរបស់យើងអញ្ចឹងថាស៊ីទៅលើអីចឹងដូចវីដេអូនឹងមួយចឹងបងប្រុសគាត់បានតាក់ទងខ្ញុំតាម Telegram គាត់សួរខ្ញុំមូលហេតុអីបានវាឡើងអញ្ចឹងហើយវីដេអូមួយមុនដែរខ្ញុំធ្លាប់ធ្វើដែរប្រហែលគាត់ search អត់ទាន់ឃើញអញ្ចឹងណាអញ្ចឹងឲ្យវាឡើងសិនទៅបាន 80G ជាងហើយអ្នកនរគាត់ចូលទៅ Chrome ឬ browser download កម្មវិធីនេះមួយទៅបាទអញ្ចឹង download ហើយអ្នកឲ្យវា scan សិនមកបើកមកធ្វើតាមខ្ញុំទៅអញ្ចឹងដូចនិយាយអញ្ចឹងវានឹងប្រាប់យើងថាស៊ីប្រហែល G នៅលើ system អីនៅលើអីចឹងដូចណានេះ system C28G អីគេអញ្ចឹងណា application C26G user 24G library នេះ 11G private G scan មក 100G ហើយឧទាហរណ៍ថាឥឡូវនេះយើងមើលឧទាហរណ៍ប្រាមកឧទាហរណ៍ថាឥឡូវអ្នក user នេះឬ application នេះ application នេះឃើញវាប្រាប់តែ C នៅលើកម្មវិធីអីនេះដូចឧទាហរណ៍ថា Photoshop ខ្ញុំនេះ C ឡើងដល់ 4G.4 និង Illustrator នេះ 3G ជាងអញ្ចឹងវាប្រាប់ច្បាស់អញ្ចឹងថាវា C ទៅលើអីច្រើនជាងគេកម្មវិធីហ្នឹងគឺស្រួលមួយយ៉ាងដែរហើយអ្នកទាំងអស់គ្នាអាចលុបបានអីបានសេរីទាំងអស់អញ្ចឹង scan ចប់អ្នកទាំងអស់គ្នាគ្រាន់តែចាំតិចទៅបានហើយចាំទៅព្រោះនៅក្នុង Mac វាអត់ស្រួលដូចនៅក្នុង Windows ទេបើក្នុង Windows យើងអាចទៅកន្លែង download បើយើងប្រើ Telegram ឧទាហរណ៍ថា Telegram អញ្ចឹងយើងគ្រាន់តែប៉ះ file ណាឬបើកមើល file ណាវានឹង download ទុកនៅលើកន្លែង download ហ្នឹងវាមានពាក្យថា Telegram desktop ឲ្យយើងសួរយើងលុប clear ទេសម្រាប់ Mac គឺអត់ងាយទេអញ្ចឹងត្រូវប្រើកម្មវិធីនេះអញ្ចឹងណាដើម្បីទៅ clear វាអញ្ចឹងឲ្យ scan តិចទៅបាន180ហើយអូខេឥឡូវឧទាហរណ៍ឥឡូវបាន190ជាងហ្នឹងហើយវាប្រហែលជា stop scan ហ្នឹងយើងអាចឆែកបានហើយបើវាឈប់ដំណើរការអញ្ចឹងណាឆែកមើលមកឧទាហរណ៍ឥឡូវវាដាក់107G នៅ system ក្នុង system ហ្នឹងមានអីខ្លះក្នុង system វាមាន volume វាមាន library វាមាន application អីចឹងទៅអញ្ចឹងយើងចូលមកទៀតមកនៅមានហើយវាទៅ data អញ្ចឹងវា data C ឡើង 90G ហើយ data ហើយវាមាន user នេះ application C 30G ជាងវាប្រាប់អញ្ចឹងមកថាវា C ទៅលើអីអញ្ចឹងនេះ 44G ហ្នឹង C ទៅលើអី user ហើយឈ្មោះរបស់យើងអញ្ចឹងទៅហើយវាទៅ library 22G ហើយ 7G នេះ C ទៅលើអីអញ្ចឹងនេះ Google C ឡើង 4G ហើយយើងមើលវា C ទៅលើអី Chrome គាត់តែ Chrome profile យើង C ឡើង 4G ហើយជាមួយអ្នកទាំងអស់គ្នាដែលប្រើ Chrome ហើយមាន profile ច្រើនណាចាប់ពី 4-5 ទៅក៏វា C ច្រើនដែរអញ្ចឹងណាយើង sell bookmark យើង sell អីផ្សេងវានឹង C ហើយនៅលើ Chrome អញ្ចឹង C ឡើង 4G ជាងនៅវាបញ្ជាក់យើង profile ទី1 C 1G ជាងនេះអូខេឃើញវា C ហ៎អាហ្នឹងគឺជា category ដោះយើងអត់ដឹងថាវា C ទៅលើអីអញ្ចឹងណាវា C ច្រើនដែរC លើ Chrome អញ្ចឹងគឺអានេះ Adobe
Adobe នេះមកជីជាងអីគេយើងចូលឆែកមើលវាច្បាស់មកនេះថា fix C មកជីជាងហើយតែប៉ុណ្្នឹងទេហើយយើងចង់ដឹងថាវា C ទៅលើអីទៀតយើងចូលមកនេះប្រហែល G 6G នឹងអីគេអាហ្នឹងចូលមក 6G នេះ App Store account 4G.7 4G.7 medium នេះអ្នកទាំងអស់គ្នាដែលប្រើ Telegram ច្រើនណានេះអ្នកទាំងអស់គ្នាគួរទៅចូលកន្លែងនេះចូលមកវាមានពាក្យថាPostbox នេះហើយជាមួយនឹង medium នេះអ្នកទាំងអស់គ្នានឹងដល់កន្លែង Telegram មកនេះ file ហ្នឹងគឺ file Telegram ហ្មង C4G ជាងណាតែអ្នកខ្លះគាត់ប្រើច្រើនរហូតដល់ 100G ជាងក៏មានដែរកន្លែងហ្នឹងវាស៊ីច្រើនឧទាហរណ៍ឥឡូវវាស៊ីអាហ្នឹងយើងចង់លុប clear វាចេញ clear បានអូខេយើងគាត់ select លើវាអញ្ចឹងមកហើយយើងចុចត្រាស់វាមកគាត់ select ប៉ុណ្ណឹងឯនេះ 3G បាត់ហើយប៉ុណ្ណឹងចុចត្រាស់វាមកអញ្ចឹងកន្លែងត្រាស់ម្ដងវារៀងយូរតិចបើយើង clear ពី Telegram អញ្ចឹងណាយើង clear ចេញទៅរៀងយូរបន្តិចត្រាស់វាចេញទៅពេលត្រាស់នៅក្នុង Mac ហើយយើងត្រូវត្រាស់ក្នុងធុងសម្រាប់មកតង់ទៀតអញ្ចឹងបានវាទៅឡើង G ឲ្យយើងបានអញ្ចឹងណាអញ្ចឹងបានវា clear អស់ហ្មងអូខេអញ្ចឹងយើងបាន clear ហើយនេះអូខេមិញ 4G ជាងឥឡូវយើង clear អស់ 3G ហើយនៅសល់តែ 1G ជាងទេនេះសល់តែ 1G ជាងទេអញ្ចឹង Telegram ក៏សំខាន់ដែរអ្នកទាំងអស់គ្នាអត់ចេះឆែកគឺឃើញ Telegram ឡើងច្រើនតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ clear ក្នុងត្រាស់មកតង់ទៀតមកចូលធុងសម្រាប់មកហើយ clear មកតង់អញ្ចឹងវានឹងបាន G ច្រើនណាស់ឧទាហរណ៍ថាអ្នកទាំងអស់គ្នាមួយទៀតអ្នកទាំងអស់គ្នាចង់ដឹងថា folder នៅណាយើងអាចចូលទៅមើលបានអញ្ចឹងណាយើងអាចចុចលើនេះបានក៏បានដែរយើងមិនបាច់ចុចចូលទៅតក៏បានដែរយើងថាទៅ select លើកន្លែង download ហើយចុចកន្លែង folder នេះអញ្ចឹងវានឹងសូកន្លែង download ឲ្យយើងមកអញ្ចឹងយើងដឹងថាវា C ទៅលើអីនេះណាសឹកកន្លែង download file អីហ្នឹងក៏វាដឹងដែរអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងទេបើអ្នកទាំងអស់មានចម្ងល់អីអាចសួរគុណ